ការវិភាគលើកមុនយើងបាននិយាយថាកុំសូវជឿសម្ដីរបស់ Trump និយាយគួរមើលទង្វើគាត់ជាក់ស្ដែងច្រើនជាងកាលពីសប្តាហ៍មុនដោយការមិនសប្បាយចិត្តនឹងភាពយឺតយ៉ាវនៃកិច្ចចរចាពាណិជ្ជកម្មជាមួយអឺរ៉ុប Trump បានប្រកាសពន្ធ 50% លើទំនិញរបស់ EU ចាប់ពីថ្ងៃទី1 ខែមិថុនា US Stock Market បានធ្លាក់ចុះយ៉ាងខ្លាំងតាមព័ត៌មានប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក Trump បានផ្អាកការអនុវត្តនេះវិញប្រសិនបើយើងចាប់អារម្មណ៍រាល់សម្ដីនីមួយៗរបស់ Trump យើងនឹងចេញចូលទីផ្សារដោយភាពភ័យខ្លាចហើយ4ឆ្នាំក្រោយនៃការវិនិយោគក្រោមអាណត្តិ Trump យើងនឹងមានអារម្មណ៍ថាដូចជាកំពុងជិះ roller coaster អញ្ចឹងមុនពេលយើងសួរថាតើ Trump ចង់បានអ្វីពិតប្រាកដសូមមើលតារាងខាងក្រោមតារាងនេះបង្ហាញថាអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិកដែលមានបរិមាណដ៏ធំនៃការនាំចូលនិងការនាំចេញប្រសិនបើ Trump វាយលុកអឺរ៉ុបជាមួយនឹងពន្ធដ៏ធ្ងន់ធ្ងរនោះការសង្សឹកនឹងកើតឡើងជាក់ជាមិនខានចុះការគម្រាមកំហែងពន្ធនឹងទៅជាយ៉ាងណាវាគ្រាន់តែជាតិចនិចមួយមិនមែនជាគោលបំណងដែល Trump ចង់បានទេហើយទោះបីជាពន្ធត្រូវបានអនុម័តក៏ដោយសេចក្តីអនុម័តនឹងត្រូវផ្លាស់ប្ដូរវិញយ៉ាងឆាប់រហ័សដោយករណីជាមួយចិន